នឹងស្រូវដោះយើងក៏ឃើញថាមានវត្តមានស្មៅជាច្រើនផងដែរបងប្អូនឃើញអត់សិតតែស្មៅមកហើយពេញបាញ់ប៉ុន្តែយើងមិនអត់កើតទេដោយសារស្រូវយើងកន្លែងក្លុកនេះខ្លះនេះទៅពួកសមកទេដោយសារអត់បានប្រហូរទឹកយើងទុកឲ្យវាស្ងួតតាមធម្មជាតិរបស់វាចឹងយើងឃើញថាក្លុកហ្នឹងវាមកដែរវាមកតាមក្រោយបងប្អូនណាអញ្ចឹងយើងរងចាំអានឹងឲ្យដុះមកសិនអញ្ចឹងស្រូវយើងក៏វាអត់តអីដែរវាទៅតែបានអាយុប្រហែលថ្ងៃទេប្រហែលជា5 6 7ថ្ងៃហ្នឹងឯងប្រហែលជា7ថ្ងៃបាទស្រូវនេះណា7 8ថ្ងៃអញ្ចឹងទៅវាអត់អីទេអញ្ចឹងយើងរងចាំអានោះឲ្យដុះអស់សិនជាស្រូវយើងចន្លោះអាយុបើយើងព្រោះស្ងួតយើងរាប់ពីថ្ងៃដុះមក15ថ្ងៃទៅ20ថ្ងៃចាំយើងបាញ់ក៏បានដែរបងប្អូនដើម្បីឲ្យស្រូវរបស់យើងវាដុះអស់សិនណាស្រូវយើងដុះអស់សិនចាំយើងកម្ចាត់ស្មៅអញ្ចឹងស្មៅនេះអាយុត្រឹម15 16 17 18ថ្ងៃ20ថ្ងៃហ្នឹងក៏មិនតាន់ជាបញ្ហាដែរបងប្អូនយើងអាចបាញ់បានឲ្យតែយើងមានទឹកបញ្ចូលបើយើងអត់ទឹកបញ្ចូលទេក៏យើងបាញ់បានដែរប៉ុន្តែវាធ្វើឲ្យស្មៅហ្នឹងយើងអាចបាញ់2ដងពីព្រោះថាយើងបាញ់លើកទី1វាអត់មានទឹកដាក់វាងាប់អាណាដែលងាប់ទេហើយនឹងអាដុះមកសាកោទៀតគឺពិបាកបាញ់ម្ដងទៀតបើយើងមានទឹកយើងបាញ់តែម្ដងទៅយើងបញ្ចូលទឹកជាការស្រេចវីដេអូនេះគឺអត់មានអីច្រើនទេបងប្អូនគ្រាន់តែចង់បង្ហាញថាស្រូវយើងដុះកាលពីព្រោះហ្នឹងគឺទឹកលិចអស់ហើយឥឡូវយើងបានសម្រក់ទឹកហើយយើងឃើញថាស្រូវដុះហើយក៏អត់ក្រាស់ដែរបងប្អូនស្រូវនេះយើងព្រោះណែដីជិត4ហិកតាយើងព្រោះអត់តែ6បាវខ្ជិបទេបាទទុកបាជា120ឬក៏100តិចតួចវាដុះមកប៉ុណ្ណឹងល្មមបងប្អូនណាមិនក្រាស់ហើយក៏មិនស្ដាងទេល្មមឲ្យតែមានដើមប៉ុណ្ណេះមិនបញ្ហាទេបងប្អូនអ្នកខ្លះក៏គាត់ស្រឡាញ់ក្រាស់ទៅហើយអ្នកខ្លះក៏ស្រឡាញ់ស្ដើងសម្រាប់ខ្ញុំអត់សូវដែរព្រោះក្រាស់ទេបងប្អូនតែប៉ុណ្ណេះគឺអូខេហើយសម្រាប់ខ្ញុំងាយស្រួលថែទាំហើយទិន្នផលមិនខុសគ្នាទេបងប្អូនទិន្នផលហើយការចំណាយគឺតិចជាងគេហើយ